ការប្រើប្រាស់ថ្នាំការពារជំងឺទឹកបន្ទប់ទឹកអាងទឹកឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពជាប់បានយូរជាមួយស៊ីកាថប់សៀម1ប្រភេទលាយម្សៅស៊ីម៉ងការពារជំងឺទឹកដែលមួយឈុតមានល្បាយម្សៅ20គីឡូថ្នាំ5គីឡូប្រើបាននៅក្នុងបន្ទប់ទឹកអាងទឹកឬអាងចិញ្ចឹមត្រីយើងអាចលាបជា2ស្រទាប់លាយដោយម៉ូទ័រដោយវិធីប្រើប្រាស់ដំបូងត្រូវសម្អាតដីឲ្យបានស្អាតជាមុនសិនចាក់ទឹកថ្នាំចូលមុនបន្ទាប់មកកូរបណ្ដាចាក់ម្សៅបណ្ដារយៈពេល3នាទីដើម្បីឲ្យល្បាយសប់ល្អរួចពិនិត្យមើលសាច់ថ្នាំធានាបានថាមិនកកនៅបាតធុងរួចផ្សើមផ្ទៃបន្តិចបន្ទាប់មកលាបស៊ីកាថប់សៀម107ស្ទាប់ទី1អាចលាបដោយប្រើជក់រឡូឬក្តារបៀកលាបឲ្យបានសព្វផ្ទៃល្អរួចទុកចោលរយៈពេល4ទៅ6ម៉ោងទើបយើងអាចលាបស្រទាប់បន្ទាប់បានលាបស្រទាប់ទី2ដូចនឹងស្រទាប់ដំបូងឲ្យបានសព្វផ្ទៃរួចធ្វើការទុកចោលរយៈពេល24ម៉ោងសិនទើបអាចធ្វើការតេស្តទឹកឬបិទការ៉ូពីលើសម្រាប់ចម្ងល់បន្ថែមអាចធ្វើការទំនាក់ទំនងបានតាមរយៈលេខដែលមានលើ screen វីដេអូនេះសូមអរគុណ